ជំរាបសួរពុកម៉ែបងប្អូនជនរួមជាតិដែលរស់នៅក្នុងស្រុកនិងក្រៅស្រុកដែលកំពុងមើលវីដេអូឃ្លីបរបស់ខ្ញុំបាទលេងឧត្តមហើយសង្ឃឹមថាមិត្តយុវវ័យដែលបានមើលវីដេអូមួយនេះសូមជួយ share ទាំងអស់គ្នាផងដើម្បីខ្មែរសូមលើកយកអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែនថ្មីហ្នឹងនៅតែបន្តយកពាក្យដដែលឃ្លាដដែលមកនិយាយម្ដងហើយម្ដងទៀតគឺលោកនិយាយថាបើសិនជាគណៈបកប្រជាជនកម្ពុជាឬលោកផ្ទាល់មិនអាចជាប់ឆ្នោតដឹកនាំប្រទេសនៅអាណត្តិក្រោយនេះពលនឹងអាចធ្វើឲ្យប្រទេសកម្ពុជាបាត់បង់នូវសន្តិភាពឬក៏អាចនិយាយមួយម៉ាត់យ៉ាងខ្លីថាសង្គ្រាមបើសិនជាគណៈបកដតីជាប់ឆ្នោតថាពិតចំណុចនេះមិត្តយុវវ័យបងប្អូនជនរួមជាតិអ៊ំពូមីងលោកយាយលោកតាទាំងអស់ជាចំណុចមួយដែលអត់មានអីត្រូវព្រួយបារម្ភរឿងសង្គ្រាមទេអត់មានអីត្រូវព្រួយបារម្ភទៀតទេព្រោះប្រទេសកម្ពុជាពេលនេះគឺអត់ឯកាទេអត់ឯកាយ៉ាងម៉េចព្រោះប្រទេសកម្ពុជាសម័យនេះគឺបានចូលរួមទាំងសមាគមអាស៊ានទាំង11ប្រទេសចូលជាសមាជិកអង្គការសហជីវជាតិហើយមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសយើងមានបណ្ដាប្រទេសជាច្រើនដែលបានដឹងឮថាប្រទេសកម្ពុជាកាន់លទ្ធិប្រជាធិបតេយ្យអញ្ចឹងប្រទេសកម្ពុជាអាចមានសង្គ្រាមទេទោះបីជាគណៈបកណាជាប់ឆ្នោតក៏ដោយគឺអត់អាចមានសង្គ្រាមបានទេព្រោះប្រជាពលរដ្ឋលោកអាចកលេចមើលឃើញយ៉ាងច្បាស់ថាធ្វើយ៉ាងណាដើម្បីឲ្យប្រទេសកម្ពុជារីកចម្រើនគឺអត់អាចមានសង្គ្រាមបានទេហើយបើសិនជាសំរងស៊ីឬក៏កម្មសខាគាត់ឡើងកាន់គណៈបកឡើងកាន់អំណាចទៅជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសហើយបើសិនជាលោកបង្កសង្គ្រាមចេញពីលោកទាំងពីរបង្កសង្គ្រាមចឹងលទ្ធផលមិនខុសពីសាដាមហ៊ូសេនមិនខុសពីហ្គាដាហ្វីដែលត្រូវប្រជាពលរដ្ឋកាត់ទោសសម្លាប់ចោលនោះទេអញ្ចឹងអ្នកណាក៏ដោយដែលមានចេតនាបង្កសង្គ្រាមអ្នកនោះនឹងទទួលបានលទ្ធផលមិនខុសគ្នាទៅនឹងមេដឹកនាំដែលមានចេតនាបង្កសង្គ្រាមនោះទេអញ្ចឹងសម្រាប់ខ្ញុំអត់មានអីត្រូវព្រួយបារម្ភអំពីបញ្ហាសង្គ្រាមអត់មានអីត្រូវបារម្ភសម្រាប់ខ្ញុំជាកូនខ្មែរខ្ញុំគ្រាន់តែអាចដឹងបានថាខ្ញុំគួរតែបោះឆ្នោតផ្លាស់ប្ដូរមេដឹកនាំដើម្បីឲ្យប្រទេសជាតិកម្ពុជារីកចម្រើនព្រោះខួរក្បាលមនុស្សវាផ្សេងគ្នាខួរក្បាលមនុស្សផ្សេងគ្នាខួរក្បាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់អភិវឌ្ឍប្រទេសបានប៉ុណ្ណឹងទៅដល់ខួរក្បាលអ្នកថ្មីទៀតដូចកម្មសខាសំរងស៊ីគាត់ឡើងមកគាត់មានខួរក្បាលថ្មីទៀតគាត់មានគំនិតកែច្នៃថ្មីទៀតគាត់អភិវឌ្ឍបន្ថែមលើការអភិវឌ្ឍរបស់សម្ដេចតេជោសែនទៅចឹងប្រទេសកម្ពុជារឹតតែមានការរីកចម្រើនចឹងបានសហរដ្ឋអាមេរិកគេផ្លាស់ប្ដូរប្រធានាធិបតីពីអាណត្តិម្ដងព្រោះដោយសារការផ្លាស់ប្ដូរហ្នឹងហើយដែលធ្វើឲ្យសហរដ្ឋអាមេរិកមានការអភិវឌ្ឍព្រោះមនុស្សយើងមិនមែនខួរក្បាលដូចគ្នាទេខួរក្បាលខុសគ្នាការគិតខុសគ្នាការធ្វើឲ្យប្រទេសជាតិការកែច្នៃប្រឌិតហ្នឹងគឺខុសគ្នាអញ្ចឹងប្រទេសកម្ពុជានឹងរីកចម្រើនបើសិនជាមានការផ្លាស់ប្ដូរសម្រាប់ខ្ញុំចង់បញ្ជាក់ទៅដល់បងប្អូនជនរួមជាតិថាអត់មានព្រួយបារម្ភរឿងសង្គ្រាមទេព្រោះវាអាចកើតមានឡើងបើកើតមានក៏មិនមែនរវាងខ្មែរនិងខ្មែរដែរគឺខ្មែរនិងបរទេសព្រោះខ្មែរនៅក្នុងប្រទេសនិងខ្មែរនៅក្រៅប្រទេសគឺអត់ចង់ឲ្យប្រទេសកម្ពុជាមានសង្គ្រាមទេអ្នកណាដែលមានចេតនាបង្កសង្គ្រាមអ្នកនោះគឺជាអាចង់គឺជាកញ្ចក់របស់បរទេសដែលចង់បំផ្លាញខ្មែរចង់ខ្មែរអត់អាចទុកមេដឹកនាំនឹងបានទេបើសិនជាអ្នកឯងឡើងកាន់អំណាចឲ្យបង្កសង្គ្រាមអានេះគឺជាអ្វីដែលខ្ញុំនិយាយនៅពេលនេះផងដែរហើយមួយទៀតសូមឆ្លើយតបទៅនឹងលោកមុំរ៉ាឌីបន្តិចដែលមកស្រុកខ្មែរគាត់និយាយក្តែងអួតថាប្រទេសកម្ពុជាអស់ចាណាស់សូម្បីតែសន្តិសុខអស់ចាមែនតើរយៈពេល2ថ្ងៃលោកមកដល់ស្រុកខ្មែរដើរបានប្រហែល5ខែថាសន្តិសុខល្អណាស់ឥឡូវសន្តិសុខល្អណាស់លោកមុំរ៉ាឌីជិះម៉ូតូអសង្ឃចេញថ្មីមកទៅផ្លូវណាស្ងាត់ក្នុងទីក្រុងភ្នំពេញជិះម្នាក់ឯងដើរមកយកមើលតើលោកឯងសាហ៊ានទេហ៊ានអត់ប្រទេសដែលសន្តិភាពគឺជាប្រទេសមួយដែលមិនមានចារកម្មការប្លន់បាញ់សម្លាប់ដោយសេរីនោះទេប្រទេសណាក៏មានចោលដែរប៉ុន្តែប្រទេសកម្ពុជាគឺវាហួសហេតុពេកព្រោះចោលថ្ងៃមានកំភ្លើងបាញ់សម្លាប់យ៉ាងពេញទឹកពេញដីឲ្យប៉ូលីសគ្មានសមត្ថភាពក្នុងការចាប់បានអញ្ចឹងហើយប្រទេសកម្ពុជាអត់មានសន្តិភាពពេញលេញទេព្រោះកំភ្លើងនៅពេញសេរីគ្រឿងញៀននៅសេរីនេះមិនមែនសន្តិភាពទេណានេះមិនមែនសន្តិភាពទេសន្តិភាពពេញលេញសូម្បីតែព្រំដែនក៏មិនមានការស្រែកយំអំពីប្រជាពលរដ្ឋក្នុងប្រទេសនេះមិនគួរណាមានគ្រឿងញៀនជ្រុលហួសហេតុមិនគួរមានចាប់បាញ់សម្រាប់ប្លន់យ៉ាងរង្គាលពេញទីក្រុងភ្នំពេញដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋអ្នកខ្លះស្ទើរតែយប់អីបន្តិចអត់ហ៊ានជិះម៉ូតូនេះគឺជាចំណុចដែលខ្ញុំចង់និយាយទៅប្រាប់លោកមុំរ៉ាឌីកុំភ្លើថ្ងៃក្រោយបើមកស្រុកខ្មែរលោកដើរទៅយប់ម្នាក់ឯងណាលោកជិះម្នាក់ឯងជិះម៉ូតូលយមានកាន់លុយរាប់ពាន់ដុល្លារទូរស័ព្ទទំនើបម្នាក់ឯងណាកុំភ្លើពេកដើរតែពេលថ្ងៃហើយមានអង្គរៈមានអីនោះវាមានអីទៅចោលប្លន់លោកឯងហាកុំភ្លើពេកឲ្យអភិវឌ្ឍលោកឯងទៅមើលតំបន់ហ្នឹងឥឡូវលោកឯងមកមួយខ្ញុំជូនលោកឯងទៅមើលកុំភ្លីភ្លើពេកហើយផ្ដាំទៅម្នាក់ស្រីមួយទៀតនៅអាមេរិកដែលទឹកថ្មីហ្នឹងចេញវីដេអូភ្លីភ្លើមកផងបើឌីលអាមេរិកថាមានអ្នកក្រអស់ចាស្ដូរមកខ្ញុំវិញអ្នកឯងមកនៅស្រុកខ្មែរខ្ញុំទៅនៅអាមេរិកវិញអូខេអូខេវីដេអូមួយនេះសូមផ្ញើជូនទៅដល់បងប្អូនជនជាតិទាំងអស់ក៏ដូចជាបុគ្គលមួយចំនួនផងដែរសូមជួយ like និង share វីដេអូនេះផងកូនខ្មែរទាំងអស់គ្នាអរគុណ